មានបញ្ហាមុនឡើងនៃចកាគឺឡើងអត់ចេះដាច់សោះជាពិសេសគឺប្រភេទមុនខ្សាច់ហើយក្រៅពីមុនខ្សាច់ហ្នឹងក៏មានជាប្រភេទមុនធំដែលអត់មានមុខដែរអញ្ចឹងមុនហ្នឹងនៅពេលដែលឡើងមកគឺមានអារម្មណ៍ថាហើមហើយនឹងឈឺខ្លាំងមែនតើអញ្ចឹងសម្រាប់មុនដែលនៅតំបន់ចង្កាហ្នឹងពេលខ្លះមិនមែនមកពីអកមុនទាំងអស់ទេក៏អាចមកពីការថែទាំរបស់យើងជាប្រចាំថ្ងៃជាមួយនឹងផលិតផលដែលយើងប្រើប្រាស់ហ្នឹងដូចគ្នាអញ្ចឹងបើសិនជាធ្លាប់មានបញ្ហាមុននេះជារ៉ាំរ៉ៃឡើងអត់ចេះដាច់អាចសាកធ្វើតិចនិចទាំង3នៅខាងក្រោមនេះបានតិចនិចទី1គឺតាក់ទងជាមួយនឹងការលាងមុខបើសិនជាយើងលាងមុខឲ្យបានស្អាតទេសម្រាប់មុនរបស់យើងហ្នឹងក៏ឡើងជាបន្តដែរដោយសារតែវាស្ទះរញឹតធ្វើឲ្យមុនហ្នឹងឡើងមកបន្តរហូតអញ្ចឹងការលាងមុខយើងអាចលាងជាមួយនឹងហ្វូមមួយថ្ងៃ2ដងអាហ្នឹងយើងដឹងហើយក៏ប៉ុន្តែបើសិនជាយើងចង់កាត់បន្ថយការស្ទះរញឹតឲ្យបានល្អហ្នឹងយើងអាចធ្វើការលាងមុខ2តង់នៅក្នុងមួយសប្តាហ៍ហ្នឹងម្ដងឬក៏2ដងដើម្បីកុំឲ្យរញឹតរបស់យើងហ្នឹងគឺមានអារម្មណ៍ថាស្ទះហើយមុនយើងហ្នឹងគឺឡើងអត់ចេះដាច់ទេតិចនិចទី2គឺការជ្រើសរើសជាផលិតផលប្រើអញ្ចឹងយើងដឹងហើយអ្នកដែលគាត់អាសាឡើងមុនគឺភាគច្រើនគឺគាត់មានបញ្ហាស្បែកប្រេងអញ្ចឹងយើងអាចជ្រើសរើសបានជាប្រភេទផលិតផលដែលអត់សូវមានជាតិប្រេងដែលយើងអាចជ្រើសរើសប្រើបានទាំងពេលយប់និងពេលព្រឹកគឺផលិតផលដែលអត់មានជាតិប្រេងអញ្ចឹងបើសិនជាយើងប្រើជាផលិតផលដែលមានជាតិប្រេងហើយស្បែកប្រេងទៀតគឺមុនកប់មុនអីហ្នឹងគឺកាន់តែឡើងហ្មងហើយទី3គឺការថែទាំដែលយើងធ្វើជាប្រចាំថ្ងៃគឺដៃរបស់យើងគឺហាមដាច់ខាត់គឺយកទៅអែនៅចកាមិនថាតែចកាគឺតំបន់ផ្សេងក៏ដូចគ្នាអញ្ចឹងបើសិនជាយើងយកដៃរបស់យើងទៅអង្អែឬក៏ស្ទាបជាប្រចាំមេរោគដែលជាប់នៅដៃរបស់យើងវាអាចឆ្លងទៅលើស្បែករបស់យើងវាអាចធ្វើឲ្យយើងឡើងមុនកប់ជាមួយនឹងស្ទះរញើសអីផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាកំពុងតែពិបាកចិត្តរឿងបញ្ហាមុននៃចកាឬក៏ឡើងមុនញឹកញាប់អាចសាកធ្វើតិចនិច3នៅខាងលើនេះបានក៏ប៉ុន្តែមុននឹងធ្វើក៏ត្រូវពិគ្រោះជាមួយនឹងដុកទ័រឬក៏ព្យាបាលឲ្យបានត្រឹមត្រូវដែរទើបអនុវត្តទៅគឺឆាប់ឃើញប្រសិទ្ធភាព